ជាសួរពុកម៉ែបងប្អូនទាំងគ្នានៅថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះឃើញថាភាគីថៃបានបន្ទន់អិរិយាបថចំពោះកម្ពុជាយើងដោយបានដាក់លិខិតស្នើសុំជាផ្លូវការមកកាន់អាជ្ញាធរកម្ពុជាឲ្យមានការសម្របសម្រួលបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញក្នុងគោលបំណងដើម្បីដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរក្នុងគោលបំណងដើម្បីសម្រួលនៅការរកស៊ីរបស់ប្រជាជនថៃហើយនិងប្រជាជនកម្ពុជាហើយជុំវិញបញ្ហានេះដែររាជរដ្ឋាភិបាលកម្ពុជាជាពិសេសប្រមុខរដ្ឋាភិបាលហ៊ុនម៉ាណែតគាត់បានឆ្លើយតបទៅវិញភ្លាមជុំវិញនៃសំណើពីភាគីថៃនេះអ្វីដែលជាការឆ្លើយតបរបស់សម្ដេចហ៊ុនម៉ាណែតគឺគាត់បានបង្ហោះសារឆ្លើយតបជាផ្លូវការនៅតាមបណ្ដាញសង្គម Facebook ហើយខ្ញុំនឹងលើកយកនៅខ្លឹមសារទាំងស្រុងហ្នឹងមកជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះដោយសម្ដេចបានបង្ហោះសារនៅជាការឆ្លើយតបនៅលើបណ្ដាញសង្គម Facebook ថាព្រឹកថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នេះអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវស្នើសុំឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូចនេះថា1កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជាទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនហេតុដូច្នេះហើយបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភាឆ្នាំ2025ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរវាងប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ2កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទច្រកព្រំដែនកែសម្រួលម៉ោងបិទបើកនិងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7មិថុនា2025មិនតែប៉ុណ្ណោះកងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទបើកជាឯកតោភាគីនៅតាមបណ្ដាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ24មិថុនាឆ្នាំ2025ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ3ភាពមិនច្បាស់លាស់នឹងការប្រែកលាស់ភ្លាមមិនពិតប្រាកដនៃចំហនយោបាយរបស់រាជរដ្ឋាភិបាលថៃរួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដនិងយូរអង្វែង4ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថាដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី7មិថុនាកន្លងទៅនេះបើកព្រំដែនដោយស្ថានភាពដើមជាឯកតោភាគីវិញនោះនឹងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ5ម៉ោងក្រោយពីនោះនិយាយឲ្យខ្លីគឺកូនសោគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយហេតុដូច្នេះចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃដែលមានបំណងចង់មានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញនោះមិនចាំបាច់ស្នើមកកម្ពុជានោះទេសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី7មិថុនាឆ្នាំ2025និងផ្ដល់ការធានាច្បាស់លាស់ថា
នឹងមិនមានការបិទបើកជាឯកតោភាគីនោះទេគឺជាការស្រេចអ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាខ្លឹមសារឆ្លើយតបរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហ៊ុនម៉ាណែតទៅកាន់កាភាគីថៃដែលស្នើសុំបើកច្រកព្រំដែនកម្ពុជាឲ្យមានការបន្ធូរបន្ថយឬក៏ឲ្យមានការដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរកម្ពុជាបានប្រកាសយ៉ាងឱឡារិកថាកម្ពុជាប្រកាន់ជំហរបើកព្រំដែននៅពេលដែលភាគីថៃបានបើកព្រំដែនជាឯកតោភាគីឲ្យត្រឡប់ទៅកាន់ស្ថានភាពដើមវិញមុនថ្ងៃទី7មិថុនាឆ្នាំ2025ដែលនេះគឺជាជំហររបស់កម្ពុជាហេតុអ្វីបានជាកម្ពុជាប្រកាន់ជំហរបែបនេះដោយហេតុថាថៃជាអ្នកបើកនិងបិទជាឯកតោភាគីដោយមិនជម្រាបដំណឹងមកកាន់កម្ពុជាដោយមិនគោរពប្រទេសកម្ពុជាហើយកម្ពុជាបិទឬក៏បើកព្រំដែនឲ្យប្រក្រតីឡើងវិញគឺបន្ទាប់ពីថៃបានដំណើរការព្រំដែនមុនកម្ពុជានឹងគឺជាការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាចំហមួយដ៏ដាច់ខាតផងដែរពុកម៉ែបងប្អូនអរគ្នាប៉ុន្តែអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺថាហេតុអ្វីបានជាភាគីថៃសុកដាក់លិខិតស្នើមកកាន់កម្ពុជាឲ្យបើកច្រកព្រំដែនត្រឡប់ទៅជាប្រក្រតីឡើងវិញឲ្យមានការចេញចូលជាប្រក្រតីឡើងវិញរវាងពាណិជ្ជករកម្ពុជានិងពាណិជ្ជករថៃមូលហេតុមិនមែនសុកចេះតែមិនមែនសុកថៃចេះតែស្នើមកទេពុកម៉ែបងប្អូនអរគ្នាដោយដែលយើងបានដឹងហើយថាថៃបានទទួលរងនៅផលប៉ះពាល់យ៉ាងច្រើនអំពីបញ្ហាដែលបណ្ដាលឡើងពីការបិទច្រកព្រំដែនជាឯកតោភាគីដែលកងទ័ពបានប្រើប្រាស់នៅវិធានការបិទបើកតាមអំពើចិត្តនេះអ្វីដែលជាផលប៉ះពាល់គឺជះទៅលើសេដ្ឋកិច្ចរបស់ថៃហើយនឹងជះទៅលើជីវភាពរស់នៅនិងពាណិជ្ជកម្មការរកស៊ីរបស់ជនជាតិថៃឬគឺអាជីវករថៃដោយបងប្អូនទាំងអស់គ្នាបានដឹងហើយថាថៃគឺជាប្រទេសដែលនាំចូលអីវ៉ាន់កាន់ទីផ្សារកម្ពុជាដ៏ធំដែលបានកើបលុយអំពីទីផ្សារកម្ពុជាយើងយ៉ាងច្រើនផងដែរនៅក្នុងវីដេអូនេះខ្ញុំនឹងរំលេចនៅព័ត៌មានមួយចំនួនទាក់ទងទៅនឹងការខាតបង់របស់ថៃដែលកាសែត The Nation បានចុះផ្សាយឲ្យដកស្រង់សម្ដីអ្នករ៉ូស៊ីឬក៏សម្ដីអ្នកជំនាញរបស់ជនជាតិថៃផ្ទាល់តែម្ដងដោយការខាតបង់របស់ថៃយើងឃើញមានច្រើនមែនទែនដែលកើតឡើងទៅលើបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃឬក៏ជីវភាពរស់នៅរបស់ប្រជាជនថៃកាលពីថ្ងៃទី8ខែ6ឆ្នាំ2025លោកប្រធានសភាពាណិជ្ជកម្មនៅចន្ទបុរីបានព្រមានថាថៃគឺបានខាតបង់រហូតទៅដល់រាប់លានដុល្លារនៅក្នុងមួយថ្ងៃពាក់ព័ន្ធទៅនឹងការបិទច្រកព្រំដែនហ្នឹងនេះគឺជាការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរទៅដល់វិស័យស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃហើយមួយទៀតកាលពីថ្ងៃទី10ខែ6ឆ្នាំ2025នឹងដែរប្រធានសហព័ន្ធឧស្សាហកម្មថៃក៏បានព្រមានផងដែរថាថៃបានខាតបង់ចំណូលខ្ទង់500លានបាតជាប្រចាំថ្ងៃអញ្ចឹងវាគិតជាដុល្លារវាខ្ទង់14ទៅ15លានដុល្លារនេះគឺជាការខាតបង់ធ្ងន់មែនទែនដែលកើតឡើងចំពោះប្រទេសថៃនិងប្រជាជនថៃនិងសេដ្ឋកិច្ចថៃហើយមួយទៀតកាលពីថ្ងៃទី22ខែ6ឆ្នាំ2025នឹងដែរលោកនាយកនៃមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិរបស់ថៃក៏បានព្រមានផងដែរថាថៃបានខាតបង់ចំណូលខ្ទង់800លានបាតក្នុងមួយថ្ងៃដែលគិតជាដុល្លារខ្ទង់24លានដុល្លារឬក៏25លានដុល្លារនេះគឺជាការខាតបង់ដ៏ធំធេងណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបណ្ដាលមកពីអំពើរបស់យោធាថៃ
របស់ថ្នាក់ដឹកនាំថៃដែលមានការសម្រេចចិត្តមួយដែលខ្វះទំនួលខុសត្រូវដែលធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួនហើយប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាជនរបស់ខ្លួនទៀតហើយនឹងប៉ះពាល់ទៅដល់មុខមាត់របស់ប្រទេសថៃអានឹងគឺជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដ៏ធំធេងទៅដល់ប្រទេសថៃហើយការផលប៉ះពាល់នឹងក៏បានបណ្ដាលឲ្យអាជីវករពាណិជ្ជកររបស់ប្រទេសថៃធ្វើកសិកររបស់ថៃធ្វើការទាមទារតវ៉ាយ៉ាងខ្លាំងទៅកាន់យោធាឬក៏រដ្ឋាភិបាលថៃឲ្យមានការសម្រុះសម្រួលយ៉ាងម៉េចបើកច្រកព្រំដែនជាមួយនឹងកម្ពុជាឲ្យប្រកដីឡើងវិញបើនៅតែបន្តធ្វើបែបនេះគឺថៃកាន់តែខាតកាន់តែធ្ងន់ទៅឬក៏ធ្លាក់ក្នុងអន្លង់នៃបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលពិបាកនឹងងើបរួចផងដែរពុកម៉ែបងប្អូនទាំងគ្នាហើយអ្វីដែលជាកត្តាប៉ះពាល់មួយទៀតនោះគឺពាក់ព័ន្ធនឹងមុខមាត់និងទំនុកចិត្តពីវិនិយោគិនចូលមករកស៊ីនៅក្នុងប្រទេសថៃចង់មិនចង់ថ្ងៃក្រោយគេនឹងពិបាកនឹងការបោះលុយវិនិយោគរកស៊ីជាមួយថៃដោយសារតែថៃសម្បូរទៅដោយបញ្ហាអសន្តិសុខឬក៏អស្ថិរភាពនយោបាយសពបែបយ៉ាងហើយជាពិសេសទៅទៀតនោះគឺរាជរដ្ឋាភិបាលថៃឬក៏យោធាថៃធ្វើអ្វីមួយតាមអំពើចិត្តមិនយកកិច្ចព្រមព្រៀងជាគោលឬក៏មិនគោរពច្បាប់ដែលបានព្រមព្រៀងគ្នាអានឹងគឺជាបញ្ហាមួយធម្មតាអ្នករកស៊ីតែងតែចង់បាននូវផលចំណេញអញ្ចឹងបើសិនជារកស៊ីទៅហើយនៅក្នុងប្រទេសមួយដែលគ្មានច្បាប់ទម្លាប់ច្បាស់លាស់ឬក៏ចូលចិត្តតែបង្កបញ្ហាឈ្លានពានអ្នកនេះឈ្លានពានអ្នកនោះគឺវាចង់មិនចង់គឺវាបញ្ហាវាកើតឡើងទៅដល់ពួកគាត់កើតឡើងទៅដល់ក្រុមហ៊ុនរបស់គាត់ឬក៏អាជីវកម្មរបស់គាត់ហើយសប្តាហ៍ថ្ងៃនេះថៃកំពុងតែមានបាតុភិបមួយកើតឡើងនៅទីក្រុងបាងកកគឺការធ្វើបាតកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃដែលនេះគឺជាព្រឹត្តិការណ៍ដែលកើតឡើងមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋថៃមួយកម្រិតទៀតដោយហេតុនឹងហើយបានជាថៃហាក់បីដូចជាបន្ទន់អិយាបថមួយកម្រិតចំពោះកម្ពុជានឹងការសំបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញពាក់ព័ន្ធទៅនឹងបញ្ហានេះខ្ញុំគិតថារាជរដ្ឋាភិបាលកម្ពុជាយើងប្រកាន់ចំហដ៏ម៉ឺងម៉ាត់បែបនេះគឺត្រឹមត្រូវហើយព្រោះថាយើងមិនមែនជាអ្នកបង្កហេតុនោះទេថៃជាអ្នកបង្កហេតុអញ្ចឹងថៃជាអ្នកទទួលរងនៅផលនឹងដោយខ្លួនឯងទៅសាងអីបាននឹងទៅអានឹងប្រជាជនថៃក៏បន្ទោសរដ្ឋាភិបាលឬក៏បន្ទោសក្រមយោធាទៅព្រោះប្រទេសថៃក៏ជាប្រទេសមួយដែលមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែរអញ្ចឹងបើសិនជាថ្នាក់ដឹកនាំមិនល្អយើងអាចមានសិទ្ធិសម្រេចនឹងការធ្វើការតវ៉ាប្រឆាំងឬក៏សម្រេចចិត្តទម្លាក់ពួកគាត់ចេញពីតំណែងរកអ្នកដឹកនាំថ្មីដើម្បីមកជួបជជែកការងារជាមួយនឹងកម្ពុជាទៅពួកកម្ពុជាបានប្រកាសហើយថាកម្ពុជានឹងមិនចរចារឿងបញ្ហាព្រំដែនដែលបិទបើកដោយឯកតោភាគីថៃនោះឡើយកម្ពុជាក៏មិនចរចាជាមួយនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ននឹងដែរដោយសារតែនាយករដ្ឋមន្ត្រីបច្ចុប្បន្ននឹងមានការប្រមាថមើលងាយមកដល់នាយករដ្ឋមន្ត្រីខ្មែរឬក៏សម្ដេចហ៊ុនសែនថាធ្វើនយោបាយដោយគ្មានវិជ្ជាជីវៈហើយសម្ដីនឹងដែរសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានឆ្លើយតបទៅវិញហើយសម្ដេចហ៊ុនសែនក៏បានឆ្លើយតបទៅវិញរហូតដល់មានការបកអាក្រាតនៅប្រវត្តិរឿងរ៉ាវលោកថាក់ស៊ីនស៊ីណាវ៉ាត្រានិងយិញឡាក់ស៊ីណាវ៉ាត្រាផងដែរដែលការបកអាក្រាតនេះគឺអាចទៅជាទម្ងន់នយោបាយមួយដល់ប៉ះពាល់ទៅដល់ការទម្លាក់តំណែងរបស់លោកស្រីផែថងឋានចេញពីតួនាទីនាយករដ្ឋមន្ត្រីហើយមួយទៀតក៏អាចធ្វើឲ្យលោកថាក់ស៊ីនស៊ីណាវ៉ាត្រាប្រឈមមុខនឹងការកាត់ទោសពីតុលាការថៃផងដែរពោលសម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសជាអឡារឹកយ៉ាងខ្លាំងចោទប្រកាន់ទៅដល់នាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីថៃគឺលោកថាក់ស៊ីនថាជាអ្នកដែលប្រមាថមើលងាយព្រះមហាក្សត្ររបស់ខ្លួនឯងហើយអំពើប្រមាថមើលងាយនេះគឺជាបទល្មើសដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសថៃដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយបច្ចុប្បន្នហ្នឹងលោកថាក់ស៊ីនស៊ីណាវ៉ាត្រាក៏នឹងត្រូវចូលសវនាការជំនុំជម្រះដោយតុលាការផងដែរពាក់ព័ន្ធទៅនឹងបទប្រមាថព្រះមហាក្សត្រ
ហើយកូនស្រីរបស់គាត់ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងបច្ចុប្បន្នដែលគេចោទថាជាមនុស្សគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសពីក្រុមបាតកោអាវលឿងឬក៏ក្រុមអ្នកដែលមិនចូលចិត្តលោកស្រីក៏លោកស្រីត្រូវប្រឈមមុខទៅនឹងតុលាការធម្មនុញ្ញរបស់ថៃដែលត្រូវដកតំណែងលោកស្រីក្នុងពេលខាងមុខនេះដែរប៉ុន្តែបញ្ហាដកយ៉ាងណានោះគឺយើងអត់ទាន់ដឹងច្បាស់ទេមានតែរងចាំពេលវេលាដែលក្នុងពេលខាងមុខអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបញ្ហាប្រទេសថៃគឺមានច្រើនណាស់ប៉ះទង្គិចច្រើនណាស់វិបត្តិផ្ទៃក្នុងក៏មានបញ្ហានៅតាមព្រំដែនជាមួយនឹងកម្ពុជាក៏មានបញ្ហានៃការបះបោរនៅភាគខាងត្បូងរបស់ប្រទេសថៃក៏មានបញ្ហាព្រំដែនជាមួយនឹងឡាវក៏មានជាមួយនឹងមីយ៉ាន់ម៉ាក៏មានជាមួយនឹងបណ្ដាប្រទេសជាច្រើនដែលនៅជិតខាងសតតែមានចំនួនជាមួយនឹងថៃពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីនឹងពាក់ព័ន្ធនឹងបញ្ហាព្រំដែននឹងអញ្ចឹងខ្ញុំគិតថាការឆ្លើយតបរបស់កម្ពុជាពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែននេះគឺជារឿងមួយដែលត្រឹមត្រូវមែនទែនដែលធ្វើឲ្យរដ្ឋាភិបាលថៃនឹងទន់ជង្គង់ឬក៏បើកភ្នែកធំសម្លឹងមកកម្ពុជាក្នុងន័យមួយភ្ញាក់ផ្អើលផងដែរតែហេតុអ្វីកម្ពុជាហ៊ានធ្វើបែបនេះដាក់ថៃត្រឡប់ទៅវិញទាំងដែលកម្ពុជាជាប្រទេសដែលឆ្លងកាត់ភ្លើងសង្គ្រាមច្រើនជាប្រទេសដែលនៅតូចទាបសេដ្ឋកិច្ចអន់ថយជាងថៃប៉ុន្តែពុកម៉ែបងប្អូនទាំងអស់គ្នាគួរដឹងផងដែរថាកម្ពុជាតូចមែនប៉ុន្តែតាន់ឆ្លងកាត់នៅសមរភូមិសង្គ្រាមច្រើនជាប្រទេសដែលងើបផុតអំពីភ្លើងសង្គ្រាមហើយរស់រាននៅក្នុងស្ថានភាពសេដ្ឋកិច្ចនឹងស្ថានភាពដែលមាននៅសន្តិភាពប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្តនឹងដែលកាលពីសម័យសង្គ្រាមអត់មានទេពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពទាំងអស់ហ្នឹងប៉ុន្តែចប់សង្គ្រាមកម្ពុជាមានសិទ្ធិនឹងការទទួលបាននៅការអប់រំល្អអញ្ចឹងកម្ពុជាបានបរឹងខ្លួនសពបែបយ៉ាងហើយនឹងការឆ្លើយតបជាមួយនឹងប្រទេសថៃហើយឆ្លើយតបនឹងអំពើឈ្លានពានរបស់ថៃហេតុនេះហើយបានជារដ្ឋាភិបាលកម្ពុជាយើងបានប្រកាន់ចំហយ៉ាងតឹងរឹងហើយចំហហ្នឹងក៏បានធ្វើឲ្យប្រជាជនកម្ពុជាមានការសាទរយ៉ាងខ្លាំងអបអរពាក់ព័ន្ធនឹងចំណាត់ការនានារបស់រដ្ឋាភិបាលកម្ពុជាអញ្ចឹងតកតងទៅនឹងបញ្ហានេះជារួមមកយើងមើលឃើញថាថៃខាតខ្លាំងជាងកម្ពុជាខាតទាំងផ្នែកសេដ្ឋកិច្ចខាតទាំងមុខមាត់នៅលើឆាកអន្តរជាតិដោយកម្ពុជាបាននាំតំបន់ដែលមានវិវាទទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងនេះគឺជាមុខមាត់ដ៏ឧត្តមមួយរបស់ប្រជាណាចក្រកម្ពុជាយើងដែលដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្លូវច្បាប់ហើយគោរពបទដ្ឋានអន្តរជាតិសន្ធិសញ្ញាអន្តរជាតិនានាអញ្ចឹងនេះជាតម្លៃមួយជាសច្ចភាពមួយរបស់ប្រទេសកម្ពុជាយើងដែលមិនចេះទៅបំពេញដតីហើយក៏មិនអោយអ្នកដតីមកបំពេញមកលើខ្លួននោះដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាវីដេអូនេះនឹងបានជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាមួយចំណែកទៀតនឹងការដឹងទទួលបានព័ត៌មានជុំវិញកម្ពុជាថៃចឹងសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងចូលចិត្តវីដេអូរបស់ខ្ញុំហ្នឹងហើយនឹងជួយ Subscribe នៅ Channel YouTube របស់ខ្ញុំបន្ថែមម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតសូមអរគុណច្រើនសូមជម្រាបលាបាយបាយ